ជ័យភូមិពេលរាំងនេះទាំងមូលនឹងអស់ទេវតាវត្ថុស័ក្តិសិទ្ធិថែរក្សានៅទីឈ្នាងជំនាងផ្ទះរបស់លោកអៀងសុភ័ណ្ឌនេះទាំងមូលក៏សូមគោរពអារាធនាយាងមកកាន់ចិត្តស្ថិតនៅទីនេះត្បិតវរកាសនេះលោកអៀងសុភ័ណ្ឌនិងលោកស្រីហែមសរូព្រមដោយមេត្តាបិតាបត្រាបត្រីសាច់សារហិតញាតិមិត្តលោកតាយាយពុទ្ធបរិស័ទពញាតិប្រស្នងទាំងអស់លោកបានជួបជុំរត់នៅកិច្ចពិធីពលីកម្មថ្វាយភ្លេងដំឡើងនៅបាយសីថ្មីអាសនៈថ្មីនៅថ្ងៃនេះក៏សូមអារាធនាលោកយាងមកហើយប្រោះព្រំផ្លុំប្រសិទ្ធិពលីការដល់លោកជាម្ចាស់ទានាកម្មវិធីព្រមដោយពញាតិប្រស្នងញាតិមិត្តសាច់សារហិតទាំងអស់ក៏សូមឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើនចាប់ពីពេលនេះតរៀងទៅលោកគ្រូភ្លេងថ្វាយបទសំបុនទៀតឲ្យល្បោតបាទ